ម្នេះទេបងនឹងយកអូនឲ្យតតបានចាំមើលណាសង្ខាមេត្តាករុណាសូមឲ្យប្រកាសរបស់ព្រះធីតាដុសស្នែងយ៉ាងធំដូចជាស្នែងប្រើសកុំឲ្យមានអ្នកណាប៉ែតីព្រះនាងឲ្យសោះរំពេចនោះព្រះកេសព្រះធីតាយ៉ាងធំអាក្រក់មើលជាខ្លាំងធ្វើឲ្យព្រះធីតាភ័យសោយសោករកថាមិនត្រូវអូយព្រះនាងព្រះកេសទ្រង់កើតអ្វីនឹងហេតុអីបានជាដុសស្នែងគួរឲ្យខ្លាចយ៉ាងនេះហាមានរឿងអ្វីចេះបងភីលៀងមិនក៏ប្រកែកខ្ញុំដុសស្នែងបែបនេះជួយខ្ញុំផងបងព្រះបិតាជួយបត់ផងស្នែងធំដូចបិសាចឲ្យខ្ញុំចាញ់ទៅជួបប្រជានុរាចឹងមិនទេចាប់តាំងពីពេលនោះមកព្រះនាងមិនហ៊ានចេញមកក្រៅទេព្រះរាជាបញ្ជាឲ្យពេទ្យជាច្រើននាក់មកមើលព្យាបាលព្រះកេសព្រះធីតាក៏ប៉ុន្តែគ្មាននរណាអាចព្យាបាលឲ្យបាត់ស្នែងដែលដុសនៅលើព្រះកេសព្រះនាងបានឡើយចាំមិនទៅឲ្យលោកគ្រូមានវិធីដែរទេក្រាបទូលព្រះអង្គទូបង្គំពិតជាព្យាយាមណាស់ដែរតែនៅតែមិនអាចរកថ្នាំមកព្យាបាលព្រះនាងបានឡើយក្រាបទូលសូមព្រះអង្គព្រះរាជទានទោសឲ្យទូបង្គំផងចោះតើជំងឺនេះសាហាវណាស់ណាទៅបានជាព្យាបាលពេញមួយព្រះនគរហើយនៅតែមិនអាចព្យាបាលបានយ៉ាងនេះកុំថាឡើយព្យាបាលសូម្បីតែសន្និដ្ឋានថាជាជំងឺអ្វីក៏គ្មានតម្រុយដែរក្រាបទូលហើយបើយ៉ាងនេះតើនឹងមានព្រះរាជបុត្រណាមករៀបអភិសេកជាមួយនឹងបុត្រីយើងទៅព្រះបុត្រាទាំងអស់ដែលធ្លាប់ចង់រៀបអភិសេកជាមួយព្រះនាងពេលដឹងរឿងហើយក៏នាំគ្នាបដិសេធដោះដៃអស់ទេខ្ញុំមិនរៀបអភិសេកទេព្រះអង្គខ្ញុំជាព្រះបុត្រានៃនគរមួយទាំងមូលមិននឹងអាចទៅអភិសេកជាមួយនឹងព្រះនាងដុតស្នែងបានទៅដល់ណាខ្មាស់គេដល់នឹងសូមព្រះអង្គព្រះរាជទានទោសផងចុះខ្ញុំក៏សូមដកពាក្យដែរព្រះអង្គត្បិតខ្ញុំមិនសូវស្អាតតែខ្ញុំស្រឡាញ់ស្រីស្អាតសូមព្រះអង្គព្រះរាជទានទោសក្រាបទូលអត់ក៏អត់ទៅកុំមកនគរយើងទៀតថ្ងៃមួយចៅសុយក៏បានចូលមកបង្ហាញខ្លួនថ្វាយបង្គំព្រះរាជាទោះបីជាព្រះធីតាមានរូបអាក្រក់យ៉ាងណាក៏ដោយក៏ទូលព្រះបង្គំសូមចូលស្ដីដណ្ដឹងយកព្រះនាងធ្វើជាភរិយាដែរ